ការអានព្រះគម្ពីរប្រចាំថ្ងៃព្រះគម្ពីរសាស្តាជំពូក11ខ1ដល់ខ10ខ1ចូលបោះនំប៉័ងរបស់ឯងទៅលើទឹកបិទយូរថ្ងៃក្រោយមកឯងនឹងបានសគុណនោះមកវិញខ2ចូលចែកឲ្យដល់7អ្នកចុះហើយដល់8អ្នកផងត្បិតឯងមិនដឹងជានឹងកើតមានសេចក្តីអាក្រក់យ៉ាងណានៅផែនដីទេខ3បើកាលណាពពកពេញដោយទឹកនោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដីហើយបើដើមឈើណារលំដួលទៅខាងត្បូងឬទៅខាងជើងក្តីនោះនឹងដេកនៅត្រង់កន្លែងដែលបានដួលនោះឯងខ4អ្នកណាដែលសង្កេតមើលតែខ្យល់នោះនឹងមិនសាបព្រោះទេហើយអ្នកណាសង្កេតមើលពពកនោះក៏មិនច្រូតកាត់ឡើយខ5ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទម្ងន់ជាយ៉ាងណានោះក៏មិនស្គាល់ការរបស់ព្រះដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរខ6នៅពេលព្រឹកចូលសាបព្រោះពូជរបស់ឯងចោះហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយត្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើងទោះបើខាងនេះឬខាងនោះក្តីឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នាផងខ7ពន្លឺជាគ្រឿងល្អហើយដែលភ្នែកបានឃើញពន្លឺថ្ងៃនោះក៏ស្រួលខ8បើមនុស្សណារស់នៅជាយូរឆ្នាំនោះគួរឲ្យមានសេចក្តីអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះតែត្រូវឲ្យនឹកដល់អស់ទាំងថ្ងៃតែមានសេចក្តីងងឹតដែរពីព្រោះនឹងមានជាច្រើនទៀតគ្រប់ទាំងអស់ដែលត្រូវមកសុទ្ធតែជាការឥតប្រយោជន៍ទៅទេខ9អោមនុស្សកំឡោះអើយចូលឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចោះហើយឲ្យចិត្តឯងបណ្ដាលឲ្យអសប្បាយក្នុងជំនាន់ដែលឯងនៅក្មេងផងចូលដើរតាមផ្លូវនៃចិត្តឯងហើយតាមតែភ្នែកឯងមើលឃើញដែរប៉ុន្តែត្រូវឲ្យដឹងថាព្រះទ្រង់នឹងហៅឯងមកជំនុំជម្រះដោយព្រោះអំពើទាំងនេះជាមិនខានខ10ដូច្នេះចូលកាត់សេចក្តីខ្នាន់ក្តៅចេញពីចិត្តឯងទៅហើយបណ្ដេញសេចក្តីអាក្រក់ឲ្យឆ្ងាយពីសាច់ឈាមឯងផងបិទគ្រានៅកំឡោះហើយវ័យក្មេងរមែងជាឥតប្រយោជន៍ទៅទេ